សួស្តីក៏ដូចជាស្វាគមន៍ទៅកាន់ទាំងអស់គ្នាតើឥឡូវមុននឹងចូលទៅកាន់ភាពបន្តរបស់យើងខ្ញុំក៏សូមអរគុណទៅកាន់អ្នកដែលបានជួយឧបត្ថម្ភមកកាន់ខ្ញុំជាមុនសិនអ្នកទី1មានឈ្មោះថាវីរៈរដ្ឋាគាត់បានឧបត្ថម្ភមកកាន់ខ្ញុំចំនួន10សេនហើយគាត់ក៏បានរីម៉ាថា I like your video អរគុណធំអ្នកទី2គាត់មានឈ្មោះថាមិញហៀងហើយគាត់បានរីម៉ាអីនោះទេហើយអ្នកទី3គាត់មានឈ្មោះថាសុកម៉ាច់បានឧបត្ថម្ភមកកាន់ខ្ញុំចំនួន$1ខ្ញុំមិនដឹងថាខ្ញុំអានត្រូវឬក៏អានខុសនៅទេតែបើអានខុសសូមខន្តីក៏ដូចជាសូមអភ័យទោសផងដែលឡែកអ្នកទី4នៅវិញក៏មានឈ្មោះថាមិញលៀងក៏បានឧបត្ថម្ភមកកាន់ខ្ញុំចំនួន$2.36សេនអរគុណធំដូចគ្នាដែលគាត់ក៏បានរីម៉ាមកកាន់ខ្ញុំថា admin សម្រាប់រឿង The True ភាគអមថលអានអញ្ចឹងសម្រាប់រឿងហ្នឹងក្រុមហ៊ុនគេតាមតែចេញដល់ភាគទី15នោះទេអញ្ចឹងបើខ្ញុំសម្រាប់លឿនចឹងហ្នឹងក៏វាកើតដែរប៉ុន្តែមាន website ខ្លះគេផុសច្បាប់ប៉ុន្តែភាគគេគឺដល់ណាណៃអញ្ចឹងបើសិនជាខ្ញុំអាចសម្រាប់បានខ្ញុំនឹងទៅយកពេលនោះដើម្បីសម្រាប់ហើយមួយយ៉ាងមួយទៀតបើនិយាយអំពីរឿងមូលហេតុដែលខ្ញុំផុសភាគតែគឺខ្ញុំមិនចង់ផុសទេក៏ប៉ុន្តែ account ធំរបស់ខ្ញុំហ្នឹង account 6K ហ្នឹងវាខូចឥតសិនអញ្ចឹងទៅខ្ញុំតល់មែនតើអញ្ចឹងបើខ្ញុំផុសខ្ញុំសុំទោសមែនតើចំពោះអ្នកដែលគាត់និយាយថាផុសទៅរឿងតែចូលមក account អញ្ចឹងញ៉ៃអញ្ចឹងខ្ញុំសុំទោសមែនតើដោយសារតែ 6K ហ្នឹងវាខូចមែនតើហ្មងនិយាយទៅរលលុយអត់កាន់ទេអញ្ចឹងបើសិនជាខ្ញុំនៅតែផុសអញ្ចឹងទៀតខ្ញុំដាច់បាយហើយតើចូលទៅកាន់ភាពបន្តតែម្ដងទៅអញ្ចឹងមុននឹងចូលទៅកាន់ភាពបន្តរបស់យើងក៏ដក clear ចូលទៅភាពមុនបន្តិចនៅចុងកតយភាពមុនណានពីងក៏បានប្រាប់ទៅកាន់លោកតាចាងថាលោកតាចាងខ្ញុំបានធ្វើបានសម្រេចហើយលោកតាចាងក៏បានប្រាប់ថាល្អណាស់ហើយជារឿងបន្តផ្អែកត្រូវតែធ្វើតេស្តអំពីបរិសម្នាក់នោះសិនអញ្ចឹងយើងក៏ឃើញក្នុងរបស់បរិសម្នាក់នោះដែលគាត់កំពុងតែដំដាលអញ្ចឹងចាប់ផ្ដើមនៅក្នុងពេលនេះយើងក៏ឃើញថាលោកតាចាងនិងណានពីងកំពុងតែធ្វើដំណើរទៅក្នុងទីក្រុងដើម្បីទិញអាវ៉ាវ៉ាលោកតាចាងដើរទៅតាមផ្លូវក៏បាននិយាយទៅកាន់ណានពីងថាកំលឿនពេកឯមិនសន្សំកម្លាំងខ្លះទេឯស្មានទៅពេលទីនេះទៅចិត្តម៉ែបើឥឡូវឯងសងទៅវិញក៏អាចទៅវិញបានមិនបាច់ចាំតអូនតែទេណានពីងបន្តពេលនេះចឹងក៏បានប្រាប់ទៅកាន់លោកតាចាងថាលោកតាចាងកំព្រួយបារម្ភឲ្យខ្ញុំតែទៅកាប់អស់ជារៀងរាល់ថ្ងៃអញ្ចឹងរឿងតូចតាចបែបនេះខ្ញុំអាចធ្វើបានហើយប៉ុន្តែខ្ញុំដូចជាចង់ញ៉ាំអាហាររបស់លោកតាដល់ហើយលោកតាចាងការបលីចឹងក៏បាននិយាយថាអត់ធ្មន់តិចទៅពេលទៅដល់ក្រុងមិនខ្វះទេរបស់ញ៉ាំតពីនិយាយចឹងរួចពួកគេទាំងពីរនាក់ក៏បានជប់សម្រាប់តែម្ដងនៅពេលជប់សម្រាប់ណានពីងនៅពេលដែលឃើញលោកតាចាងដូចជាក្តៅចឹងក៏បានសួរទៅកាន់លោកតាចាងថាលោកតាចង់ញ៉ាំប្រាវេតមន្តដើម្បីទៅជាអត់លោកតាចាងបន្តពេលនេះចឹងភ័យតែម្ដងដោយសារតែកាលមុនហ្នឹងណានពីងឃើញក៏ក្តៅក៏ប្រាវេតមន្តប៉ុន្តែប្រាវេតមន្តចេញមកវាលើសលប់ពេកចឹងគាត់ល្ងាចង់ប្រកាសតពីសម័យចាប់ក៏បានប្រាប់ទៅកាន់ណានពីងថាមិនបាច់ទេលោកតាចាងអត់ចង់ចឹងណានពីងចង់តែពេលនេះណានពីងក៏ធ្វើឲ្យខ្លួនឯងទៅចាក់ដូចជាមិនពិបាកនោះទេលោកតាចាងនៅពេលឃើញណានពីងកំពុងតែធ្វើចឹងក៏បានគិតក្នុងចិត្តថាណានពីងពិតជាមានភាពជឿស្និទ្ធមែនទែនជាមួយនឹងវេទមន្តខ្ញុំគិតថាណានពីងប្រកាសជាធ្លាប់ហ្វឹកហាត់នៅក្នុងទីណាមួយហើយប៉ុន្តែពួកគេទាំងពីរនាក់ដូចជាសោយពេកហើយកំពុងតែសម្រាកស្រាប់តែពេលនោះក៏មានទាហានពីរនាក់ចេញមកព្រមទាំងនិយាយទៅកាន់លោកតាចាងថាឲ្យពួកគេទាំងពីរនាក់ចេញពីទីនេះទៅលោកតាចាងបន្តពេលចឹងក៏បាននិយាយថាអូមិនខ្ញុំជប់សារៈតែឥឡូវខ្ញុំចាក់ចេញទៅហើយអញ្ចឹងបែរតែហ៊ានហ្នឹងនិយាយមកទាំងទៅណានពីងបន្តពេលចឹងនិយាយទៅវិញតែម្ដងតែឯងគិតតែឯងហ្នឹងជានរណាគេទៅនិយាយចេញមកដូចជាគ្មានហេតុផលអញ្ចឹងអត់តែហ៊ានម្នាក់ទៀតបន្តពេលចឹងខឹងមែនទេបានរត់មកកន្លែងណានពីងព្រមទាំងនិយាយទៅកាន់ណានពីងថាពួកយើងគឺជាអ្នកប្រយុទ្ធសិលវៈតែពួកឯងមិនចង់រស់ទេតពេលចឹងលោកតាចាងក៏បាននិយាយសរសើរទៅកាន់ពួកគេទាំងពីរនាក់ព្រមទាំងប្រាប់ថាកូនសិស្សរបស់ខ្ញុំមានភ្នែកមិនស្គាល់ភ្នំថៃសានសុំអ្នកទាំងពីរអធិស្ឋានអីផងឥឡូវខ្ញុំនឹងចាក់ចេញឆាប់បន្តពេលនិយាយជាប់គាត់ក៏បាននាំណានពីងចេញពីទីនេះទៅណានពីងនេះវិញមកដាច់មែនទែនពេលដើរទៅជាមួយនឹងលោកតាក៏បាននិយាយថាលោកតាខ្លាចពួកគេទៅអីទៅមើលទៅពួកគេជាអ្នកប្រយុទ្ធស្អីទៅមើលទៅដូចជាចៅហ្នឹងអញ្ចឹងអាប៉ែតទៅហ៊ានបន្ទាប់ទៅលឺអញ្ចឹងខឹងមែនទែនមករត់មកកន្លែងណានពីងពេលមកដល់អាប៉ែតហ្នឹងខ្លើយមែនទែនបន្ទាត់ប្រទេសរបស់លោកតាចាំងមួយជើងកលាប់តាប់តិនពេញហ្នឹងហើយក៏ចង់វាយលោកតាចាំងទៀតណានពីងបន្ទាប់ពីឃើញអញ្ចឹងក៏បានជួយលោកតាចាំងព្រមទាំងដាក់អាប៉ែតហ្នឹងមកដៃគៀបទៅខាងក្រោយអាប៉ែតហ្នឹងបន្ទាប់ពីត្រូវប៉ុណ្ណឹងខឹងមែនទែនមករត់មកវាយណានពីងប៉ុន្តែណានពីងក៏បានរងជាប់អាប៉ែតហ្នឹងក៏បានប្រើវេទមន្តដាក់នៅពេញខ្លួនព្រមទាំងកវិសមួយជើងទៅកាន់ណានពីងក៏ប៉ុន្តែណានពីងក៏បានលោតឡើងទៅខាងលើកពស់ណានណៃបន្តមកទៀតក៏ដាក់អាប៉ែតហ្នឹងមួយវេទមន្តគ្រៀតតឡាប់តាប់តងអញ្ចឹងបន្ទាប់ពីរឿងនេះកាត់ឡើងស្រាប់តែពេលនោះក៏មានមេតម្នាក់ទៀតបានជិះសេះមកព្រមទាំងបង្ខំសេះឡើងលើណានពីងបន្ទាប់ពីឃើញសិនក៏បាននិយាយថាសង្ហាដល់កអញ្ចឹងអាប៉ែតហ្នឹងមានឈ្មោះថាមេដឹកនាំហ្វឹងជាមេដឹកនាំអ្នកប្រយុទ្ធស្លាប់ប្រាក់តមកទៀតបរដៃពីរនាក់ដែលបានប៉ះពាល់គ្នាជាមួយនឹងណានពីងក៏បានរៀបរាប់រឿងគ្រប់យ៉ាងទៅប្រាប់មេក្រុមហ្វឹងនៅពេលដែលពួកគេទាំងអស់គ្នាកំពុងតែរៀបរាប់ជើងក៏មកមើលអំពីណានពីងព្រមទាំងលោកតាចាងឯនេះវិញលោកតាចាងក៏បានប្រាប់ថាមើលទៅកាន់ស្លាប់លើក្បាលពួកគេទាំងអស់គ្នានឹងទៅស្លាប់នីមួយៗគឺសុទ្ធតែមានឋានៈរៀងខ្លួនហើយដល់ឡែកមេតបនោះគឺជាមេតបកម្រិតខ្ពស់ណានពីងបន្តពេលលឺចឹងក៏សួរទៅកាន់លោកតាចាងថាតាមបើសិនជាខ្ញុំវាយមេដឹកនាំនោះតែយ៉ាងម៉េចដែរលោកតាចាងបន្តពេលលឺចឹងក៏ដូចជាចង់កាំងព្រមទាំងនិយាយថាឯងជួគ្នាស្អីទៅស្មានតែវាមានប្រយោជន៍ក៏អីលប់ឯងស្មានតែឯងយកឈ្នះមេដឹកនាំដែលមានកម្រិតខ្ពស់បានឡែកមេដឹកនាំឯនេះវិញបន្តពីដឹងរឿងគ្រប់យ៉ាងក៏បានដើរមកសុំទោសលោកតាចាងថាពួកយើងជាអ្នកខុសហើយបន្តទៀតគាត់ក៏បានប្រកល់នៅកាក់ប្រាក់ចំនួន3កាក់ដើម្បីជាការតបស្នងលោកតាចាងបន្តពីបាន3កាក់នេះក៏មិនចោលណាន
ពីងទេបកលឲ្យណានពីងមួយក្របណានពីងបន្ទាប់ពីបានមួយចឹងសប្បាយចិត្តមែនតើដល់ឡែកខាងទាហានណាវិញយើងឃើញថាពួកគេទាំងអស់គ្នាក៏បានបោះជំរុំនៅទីនេះហើយក៏មាននារីយ៉ាងស្រស់ស្អាតសោះពីទីនោះដូចគ្នាហើយណានពីងណាវិញដូចទៅហើយលោកតាចាំងថាណានពីងឯងពិតជាអឿមែនតើដល់តោះណានពីងក៏ថាបើសិនជាជួបរួមចឹងអីណាគេដែលអាចទ្រាំបានទៅនៅពេលដែលនិយាយគ្នាសុកស្រាប់តែពេលនោះណានពីងក៏បានងាកទៅខាងក្រោយព្រមទាំងបានឃើញជេយ៉ានរូយ៉ានណានពីងបន្ទាប់ពីឃើញចឹងក៏ដូចជាចង់ស្លក់ចិត្តដោយសារតែពិតជាដូចម៉ាក់របស់គាត់មែនតើហើយអញ្ចឹងណានពីងបន្ទាប់ពីឃើញគេដូចជាម៉ាក់របស់គាត់មែនតើអញ្ចឹងទៅគាត់ក៏មិនចាំយូរក៏បានរត់ទៅរកម៉ាក់របស់គាត់តែម្ដងប៉ុន្តែរត់ទៅតាមផ្លូវអបតិហេននោះមករៀបរៀងណានពីងទៀតហើយប៉ុន្តែត្រឹមតែជាគីឡូកាគីបែបនេះណានពីងក៏បានប្រើក្បាច់រ៉ូណាល់ដូធ្វើអបហ្នឹងដួលតែម្ដងបន្តមកទៀតណានពីងក៏បានរត់ទៅរកម៉ាក់របស់គាត់បន្ថែមទៀតតែរត់ទៅមិនទាន់ដល់ផងអបតិហេនម្នាក់ហ្នឹងក៏បានលោតមកកន្ទ្រប់ណានពីងរបស់យើងខ្ទប់នឹងដីតែម្ដងណានពីងបន្ទាប់ពីអញ្ចឹងក៏ដូចជារើមិនចង់រួចប៉ុន្តែគាត់ក៏មិនទាន់អស់ក្បាច់ទេគាត់ក៏បានប្រើវេទមន្តរបស់គាត់ទៅកាន់ទាហានម្នាក់នោះបន្ទាប់ពីកិច្ចរួចក៏មិនទាន់រួចខ្លួនដោយសារតែចំហាយរបស់វាពិតជាខ្លាំងអញ្ចឹងគាត់ក៏បានខ្ទាតទៅខាងក្រោយចង្អាយណាណៃអបតិហេនម្នាក់ហ្នឹងបន្ទាប់ពីត្រូវប៉ុណ្ណឹងមិនទាន់អស់ចិត្តទេវាក៏បានរត់ចង់កាប់ណានពីងម្ដងទៀតត្រោពេលដែលណានពីងចង់វាប្រហារអបហ្នឹងម្ដងទៀតទៅហើយនោះស្រាប់តែពេលនោះតែយូរូយ៉ានក៏បានប្រើធម្មពលភ្លើងរបស់នាងមកវាយអបហ្នឹងតែម្ដងត្រឹមតែមួយធម្មពលភ្លើងនោះតែប៉ុណ្ណោះអបហ្នឹងក៏ខ្ទាតចង្អាយណាណៃម្ដងទៀតអញ្ចឹងអបហ្នឹងសាច់កម្មមែនតើជយ៉ានក៏បាននិយាយថាត្រឹមតែជាកូនក្មេងនោះទេណានពីងនៅវិញបន្ទាប់ពីអត់មានឃើញតែគេរៀងកូនទៀនអញ្ចឹងគាត់ក៏បានបញ្ញាប់រត់ទៅអោបចយ៉ានៅពេលដែលអោបណានពីងក៏បាននិយាយថាម៉ាក់កុំចាក់ចេញខ្ញុំទៀតអីប៉ុន្តែស្រាប់តែពេលនោះកូនរបស់ចយ៉ានក៏បានច្រានណានពីងចេញហើយដោយសារតែអញ្ចឹងក៏បានធ្វើឲ្យសម្ពុតរបស់ចយ៉ានរហ័យពួកតាហាននេះបន្ទាប់ពីឃើញអញ្ចឹងមើលថែមមិនមានកិច្ចភ្នែកទេដល់ពេលអញ្ចឹងទៅមេដឹកនាំក៏បានមកហាមចយ៉ានបន្ទាប់ពីឃើញកូនគាត់ធ្វើអញ្ចឹងក៏បានសួរទៅកាន់កូនគាត់ថាយូឆាន់មិនបានជាឯងធ្វើបែបនេះទៅតែកូនក្មេងម្នាក់នោះបន្ទាប់ពីលឺអញ្ចឹងក៏បាននិយាយថាម៉ាក់ជាម៉ាក់របស់ខ្ញុំតើមិនជាម៉ាក់របស់ក្មេងម្នាក់នោះណានពីងនេះវិញក៏បានត្រូវតាចាំងមកជួយហើយនៅពេលដែលណានពីងងើបស្រួលបួរណានពីងក៏បានឃើញថានោះមិនមែនជាម៉ាក់របស់គាត់នោះទេចយ៉ានបន្ទាប់ពីឃើញណានពីងដូចជាសោកសៅអញ្ចឹងក៏បានសួរទៅកាន់ណានពីងថាតើខ្ញុំពិតជាដូចម៉ាក់របស់ឯងខ្លាំងណាស់មែនទេណានពីងបន្ទាប់ពីលឺអញ្ចឹងក៏បានងួរក្បាលហើយគាត់ក៏បានសួរទៀតថាតើម៉ាក់របស់ឯងនៅឯណាទៅណានពីងបន្ទាប់ពីលឺអញ្ចឹងក៏ដូចជាឆ្លើយមិនចង់ចេញហើយដោយសារតែអញ្ចឹងលោកតាចាំងក៏បានឆ្លើយជំនួសណានពីងក៏បាននិយាយថាអ្នកនាងខ្ញុំសុំទោសផងណានពីងម្ដាយរបស់គេនិងឪពុករបស់គេត្រូវបានស្លាប់ជាយូរមកហើយដោយសារតែគេនឹកម៉ាក់គេពេកហើយបានជាគេឃើញនាងដូចជាម៉ាក់របស់គេយ៉ានបន្ទាប់ពីលឺអញ្ចឹងក៏បាននិយាយថាក្មេងម្នាក់នេះពិតជាគួរឲ្យស្រឡាញ់មែនគាត់មកក៏បន្ទាប់ពីលឺអញ្ចឹងក៏បាននិយាយថាគួរឲ្យស្រឡាញ់ស្អីទៅខ្ញុំអ្នកមិនគួរឲ្យស្រឡាញ់ហើយមើលសក់ពណ៌លឿងឡើងដូចឈួតនិយាយប៉ុណ្ណឹងដូចជាមានគេខ្វល់ពីសម្ដីរបស់នាងសោះហើយជាយ៉ានក៏បានដើរទៅចិត្តណានពីងព្រមទាំងនិយាយថាតើខ្ញុំអាចធ្វើជាម៉ាក់របស់ឯងបានទេយល់ព្រមអត់តទៅពីលឺអញ្ចឹងកូនរបស់គាត់ក៏បាននិយាយថាម៉ាក់ឈប់ស្រឡាញ់ឈិនទៀតហើយម៉ាក់របស់គាត់ក៏បានប្រាប់ថានៅតែស្រឡាញ់អញ្ចឹងឮប៉ុណ្ណឹងឯងកូនក្មេងម្នាក់ហ្នឹងនៅតែរលរឿងអញ្ចឹងចរិតក្មេងមែនទេអត់ដូចណានពីងសោះដែលឡែកណានពីងនេះវិញក៏បាននិយាយទៅកាន់ចៃយ៉ានថាមីងពិតជាចិត្តល្អមែនក៏ប៉ុន្តែមីងមិនមែនជាម៉ាក់របស់ខ្ញុំនោះទេខ្ញុំមិនត្រូវការអាណិតនោះទេអ្នកមីងអញ្ចឹងចៃយ៉ានក៏បានប្រាប់ថាមិនអីនោះទេប៉ុន្តែមីងបានជាជួបឯងទៅហើយពិតជានិស័យមែនអញ្ចឹងមីងក៏បានប្រកល់របស់នេះឲ្យឯងទៅចុះដែលនៅក្នុងនេះមានឆ្លាក់ឈ្មោះរបស់អ្នកមីងហើយប្រសិនបើឯងមានបញ្ហានៅក្នុងអាណាចក្រអូរ៉ាន់ពេលណាឯងបង្ហាញរបស់នេះទៅកាន់ពួកគេទៅវានឹងអាចជួយឯងបានអញ្ចឹងបន្ទាប់ពីនោះលោកតាចាំងក៏បានអរគុណទៅកាន់ចៃយ៉ានព្រមទាំងនាំណានពីងចេញពីទីនេះទៅតែម្ដងដែលឡែកកូនរបស់ចៃយ៉ានឯនោះវិញតូចចិត្តទៀតហើយម៉ាក់ខ្ញុំបានសុំម៉ាក់ជាច្រើនដងតែម៉ាក់មិនបានឲ្យវាមកខ្ញុំនោះទេម៉ាក់ពិតជាឈប់ស្រឡាញ់ឈិនមែនទេហើយចៃយ៉ានបន្ទាប់ពីលឺចឹងក៏បានលួងទៅកាន់កូនគាត់ចំណែកមេដឹកនាំហ្វឹងនេះវិញក៏បានមកសួរទៅកាន់ចៃយ៉ានថាអ្នកនាងម្ចាស់មិនបានជាអ្នកនាងម្ចាស់បរកលនៅគុជត្បូងឋានហោនេះទៅឲ្យគេអញ្ចឹងតែលោកម្ចាស់ប្រដឹងប្រកាសជាមានបញ្ហាចៃយ៉ានបន្ទាប់ពីលឺចឹងក៏បានសួរទៅកាន់មេដឹកនាំហ្វឹងថាមេដឹកនាំហ្វឹងតើលោកដែលឃើញក្មេងណាដែលអាចប្រាថ្នាពលបានខ្លាំងបែបនេះទេខ្ញុំក៏គាត់ថានៅថ្ងៃអនាគតគេប្រកាសជាមានអនាគតដ៏ភ្លឺស្វាងហើយទាំងអាចធ្វើគេឈ្មោះរបស់ខ្ញុំកាន់តែលេចរន្ទឺថែមនេះទៀតមេដឹកនាំហ្វឹងលើក្រោយគិតឲ្យវែងឆ្ងាយជាងនេះបន្តិចទៀតទៅហើយម្យ៉ាងទៀតមេដឹកនាំហ្វឹងក្រុមការងាររបស់លោកពិតជាព្រៃផ្សៃមែនសូម្បីតែក្មេងក៏ធ្វើបែបនេះដែរចឹងអប៉ែដែលបានវាយណានពីងពិតជាសោយមែនទែនសាច់កម្មដល់កហើយដោយសារតែធ្វើបានណានពីងសឹងអប៉ែហ្នឹងក៏ត្រូវបានដកហូតតំណែងចេញបាត់ទៅតែឡែកក្រុមលោកតាចាំងនៅណានពីងឯនោះវិញលោកតាចាំងក៏ឆ្ងល់ថាតើនារីម្នាក់នោះស្ថិតនៅក្នុងដំណាក់កាលអីទៅមិនបានជាគាត់មើលមិនដឹងអញ្ចឹងបន្ទាប់ពីឆ្ងល់រួចគាត់ក៏បានសួរទៅកាន់ណានពីងថាណានពីងតើឯងស្គាល់កម្រិតធម្មពលរបស់អ្នកប្រើវេទមន្តដែរទេអញ្ចឹងកម្រិតធម្មពលណានពីងស្គាល់កម្រិតទី1គឺជាកម្រិតអ្នកហ្វឹកហាត់វេទមន្តកម្រិតទី2គឺជាកម្រិតវេទមន្តមធ្យមកម្រិតទី3គឺជាវេទមន្តកម្រិតខ្ពស់កម្រិតទី4គឺជាអ្នកប្រើវេទមន្តដ៏អស្ចារ្យកម្រិតទី5គឺជាអ្នកជំនួយការវេទមន្តកម្រិតទី6គឺជាចៅហ្វាយនីវេទមន្តនិងកម្រិតទី7គឺជាអ្នកដែល
មានទៅអ្នកទំនងជិតស្និទ្ធជាងគេជាមួយនឹងព្រះហើយលោកតាចាងក៏បានប្រាប់ថាសំបីតែអ្នកប្រាដាក៏មានចំណាត់ថ្នាក់ដូចគ្នាចំណាត់ថ្នាក់ទី1គឺជាអ្នកហ្វឹកហាត់ចំណាត់ថ្នាក់ទី2គឺជាជាន់ខ្ពស់ចំណាត់ថ្នាក់ទី3គឺជាគ្រូនៃដាវដ៏អស្ចារ្យចំណាត់ថ្នាក់ទី4គឺជាអ្នកឆ្លក់វង្វេងនៃក្បាច់គុនឬមួយក៏ជាសិប្បករនៃក្បាច់គុនហើយទី5គឺជាកម្រិតបូជាចារ្យហើយនារីដែលឯងទើបតែបានជួបមិញប្រកាសជាស្ថិតនៅក្នុងកម្រិតជាន់ខ្ពស់ទាំងអាហ្នឹងមុនហ្នឹងខ្ញុំច្រឡំនោះទេអាហ្នឹងអ្នកប្រើវេទមន្តគឺគេបែងចែកកម្រិតជា2កម្រិតបែបហ្នឹងអញ្ចឹងទៅណាទី1គេរាប់របៀបប្រើវេទមន្តទី2គេរាប់របៀបកម្រិតធម្មពលវេទមន្តដូចជានៅក្នុងរឿងសិវយាននឹងអីផ្សេងអញ្ចឹងហើយណាន់ពីនេះវិញដើរសុកស្រាប់តែមានអារម្មណ៍ថាដូចជាមានអារម្មណ៍កក់ក្ដៅដល់ហើយចេញពីក្របត្បូងធូរសឹកមួយនោះលោកតាចាងបន្តពីលើចឹងក៏បានចេះថាណាមើលទីមើលចឹងបន្តពីគាត់មើលគាត់ក៏បានដឹងថានេះគឺជាក្របត្បូងកម្រិតខ្ពស់ណាន់ពេញបន្តពីលើចឹងក៏សួរថាតើវាមានតម្លៃអត់លោកតាចាងក៏បានប្រាប់ថាលើសពីមានតម្លៃទៀតណោះណាន់ពេញបន្តពីដឹងថានេះពិតជាមានតម្លៃណាន់ពេញក៏សួរថាតើគួរតែប្រកល់ឲ្យគេវិញអត់តាចាងបន្តពីលើចឹងក៏បានប្រាប់ថាអើយបើគេឲ្យកុំឲ្យគេខកចិត្តយកទុកទៅហើយរក្សាវាទុកឲ្យស្រួលបួលប្រសិនបើឯងពាក់វានឹងកវាប្រកាសជាជួយឯងឲ្យមានទ្រព្យសម្បត្តិច្រើនហើយនឹងជួយបណ្ដេញនៅវិញ្ញាណចង្រៃចេញពីឯងឲ្យអស់ហើយវាក៏មានសារៈសំខាន់ខ្លាំងដែរចំពោះចុងភៅលោកតាចាងបន្តពីមើលមួយសន្ទុះក៏បានឃើញឈ្មោះរបស់ចៃចានដែលឈ្មោះចៃចានពេញគឺយូរូយ៉ានបន្តពីមើលរួចគាត់ក៏បានប្រកល់ឲ្យណាន់ពេញវិញថែមទាំងនិយាយថានៅថ្ងៃអនាគតឯងត្រូវតែតបស្នងគេវិញណាន់ពេញបន្តពីនេះចឹងក៏បានសន្យាក្នុងចិត្តថាគាត់ត្រូវតែធ្វើនៅម្ហូបដ៏ឆ្ងាញ់ឲ្យចៃយូយ៉ានភ្លុះហើយលោកតាចាងក៏បានប្រាប់ទៅកណ្ដានពេញថាត្រូវតែលាក់បាំងរឿងនេះជារឿងសម្ងាត់ដោយឡែកចឹងក៏មើលកន្លែងចៃរូយ៉ានដែរវិញគាត់ក៏បាននិយាយទៅកាន់កូនរបស់គាត់ថាចន្ទណាមានតែនាងទេដែលអាចជួយឲ្យកូនខ្លាំងក្លាបានហើយនាងគឺជាបូជាចារ្យនៃព្រះតកដែលមានកម្រិតខ្ពស់ជាងគេបង្អស់តែម្ដងហើយរឿងរបស់ចឹងក៏បានស្លេះទៅត្រឹមនេះដូចគ្នាហើយសុំទោសផងប្រសិនបើវាខ្លីខ្ញុំព្យាយាមឲ្យវាខ្លីតែវាអត់ខ្លីសោះឡើង10នាទីជាងសាំមែនដល់ហើយមាននិយាយច្រើនទេមានតែបាយបាយ